ជំរាបសួរសួស្តីអ្នកនរគ្នាត្រឡប់មកវិញជាមួយនឹងសាច់រឿង Solo Leveling នៅក្នុង Season 2 Episode ទី7ហើយនៅក្នុងវគ្គនេះផងដែរគឺយើងនឹងបានឃើញថា Jinwoo នឹងទទួលបានចំណាត់ថ្នាក់ជា S Rank Hunter មិនតែប៉ុណ្ណោះ Jinwoo ក៏បានធ្វើការចូលទៅកាន់ Demon Castle សាជាថ្មីហើយដោយអ្នកនរគ្នាដឹងអញ្ចឹងថាកាលពីមុន Jinwoo បានឡើងទៅដល់ជាន់ទី75ដូច្នេះហើយចង់ដឹងថា Jinwoo នឹងធ្វើដំណើរឡើងទៅដល់ជាន់ទីប៉ុន្មានទៀតតោះកុំឲ្យអ្នកនរគ្នារងចាំយូរចាប់ផ្ដើមជាមួយនឹងសាច់រឿង Solo Leveling នៅក្នុង Season 2 Episode ទី7តែម្ដងចាប់ផ្ដើមនៅក្នុងអេពីសូតទី7មួយនេះផងដែរគឺយើងបានឃើញថាបែកជុនហូជាមួយនឹងឆយចុងអ៊ិនបានធ្វើដំណើរមកកាន់សមាគម Hunter ហើយពួកគេទាំងពីរនាក់មកទីនេះគឺក្នុងគោលបំណងតែមួយនោះទេគឺពួកគេទាំងពីរនាក់ចង់ជួបគ្នាជាមួយនឹង Jinwoo ក៏ប៉ុន្តែនៅពេលដែលអ្នកកសែតបានឃើញឆយចុងអ៊ិនជាមួយនឹងបែកជុនហូពួកគេទាំងអស់គ្នាក៏បានយល់ច្រឡំថាបែកជុនហូជាមួយនឹងឆយចុងអ៊ិនមកទីនេះដើម្បីយកលីមីនសុងចូលទៅកាន់ហ្គៀលរបស់ពួកគេដោយដែលអ្នកនរគ្នាដឹងអញ្ចឹងថាលីមីនសុងគឺជាតារាសម្ដែងដ៏ល្បីល្បាញមួយរូបហើយលីមីនសុងទើបតែទទួលចំណាត់ថ្នាក់ជា Hunter ម្នាក់ហើយនៅកំឡុងពេលហ្នឹងផងដែរឆយចុងអ៊ិនជាមួយនឹងបែកជុនហូក៏បានបកស្រាយទៅកាន់អ្នកកសែតថាពួកគេទាំងពីរនាក់មកទីនេះគឺមិនមែនដោយសារតែលីមីនសុងនោះទេក៏ប៉ុន្តែគោលបំណងរបស់ពួកគេគឺវាផ្សេងពីហ្នឹងនៅសល់ពេលដែលបែកជុនហូជាមួយនឹងឆយចុងអ៊ិនធ្វើដំណើរចូលទៅកាន់សមាគម Hunter គឺថាពួកគេទាំងពីរនាក់ហ្នឹងដើរបដាឆ្លោះគ្នាបដាអញ្ចឹងណាដោយសារតែឆយចុងអ៊ិនជាមួយនឹងបែកជុនហូគឺសិតតែចង់បាន Jinwoo តែម្ដងក៏ដូចជានៅកំឡុងពេលហ្នឹងគឺយើងបានឃើញជាមួយនឹង Guild Master នៃ Fin Guild និយាយរួមទៅ Guild មួយហ្នឹងគឺមានឈ្មោះថា Fin Guild ណាអ្នកនរគ្នាហើយអបៈមួយដែលជា Guild Master របស់ Fin Guild គឺមានឈ្មោះថា Lim Tae-kyu នៅសល់ពេលហ្នឹងផងដែរ Lim Tae-kyu ក៏បាននិយាយស្វាគមន៍ទៅកាន់ Baek Jun-ho ជាមួយនឹង Choi Jong-in ហើយគាត់ក៏បានសួរទៅកាន់ Baek Jun-ho ជាមួយនឹង Choi Jong-in ថាតើពួកគេទាំងពីរនាក់កំពុងតែឆ្លោះគ្នាទៅដើមយក Lee Min Song ចាក់ចេញពី Fin Guild មែនអត់បន្ទាប់ពីបានលើអញ្ចឹង Baek Jun-ho ជាមួយនឹង Choi Jong-in ក៏បាននិយាយដំណើរគ្នាតែម្ដងតែពួកគេបាននិយាយថាពួកគេមិនខ្វល់នោះទេថា Lee Min Song នឹងគឺជានរណាគេហើយពួកគេទាំងពីរនាក់ក៏មិនចាប់អារម្មណ៍ជាមួយនឹង Lee Min Song នឹងដែរបន្ទាប់ពីនឹងមក Lee Min Song ក៏បានធ្វើសន្និសីទកាសែតដែលនៅកំឡុងពេលហ្នឹង Lee Min Song បាននិយាយទៅកាន់អ្នកកាសែតទាំងអស់គ្នាថានៅសល់ពេលនេះគឺគាត់នឹងឈប់ធ្វើជាអ្នកសម្ដែងមួយរយៈហើយគាត់នឹងដាក់ចិត្តដាក់កាយធ្វើជា Hunter ម្នាក់នៅក្នុង Fin Guild ដែលដឹកនាំទៅដោយ Lim Tae-kyu មិនតែប៉ុណ្ណោះបើទោះបីជាឥឡូវគាត់អត់តន់ដឹងថាគាត់មានចំណាត់ថ្នាក់ជា Hunter rank អ្វីក៏ដោយក៏ប៉ុន្តែការសម្រេចចិត្តមួយនេះគឺជាអ្វីដែលគាត់ចង់បានក៏ដូចជានៅសល់ពេលហ្នឹងផងដែរ Lee Min Song ក៏បានគិតនៅក្នុងចិត្តហើយយើងក៏បានឲ្យដឹងដែរថាមូលហេតុតែ Lee Min Song ចូលធ្វើជា Hunter គឺដោយសារតែ Lee Min Song ចង់កិច្ចរឿងអាស្រូវមួយរយៈហើយបើសិនជាតាមកុងត្រាគឺ Lee Min Song ត្រូវធ្វើជា Hunter នៅក្នុង Fin Guild រយៈពេល2ឆ្នាំឯណោះដូច្នេះហើយនៅកំឡុងពេល2ឆ្នាំនេះរឿងអាស្រូវរបស់គាត់ប្រហែលជាលុបបាត់អស់ហើយណាមួយគឺយើងបានឲ្យដឹងថា Lee Min Song គឺជា Hunter លំដាប់ថ្នាក់ A rank ណាអាចនិយាយបានថា Lee Min Song គឺគាត់ដឹងចំណាត់ថ្នាក់របស់ខ្លួនឯងតាំងពីយូរណាស់មកហើយក៏ប៉ុន្តែនៅពីមុខអ្នកកាសែតគាត់មិនបាននិយាយនោះទេហើយនៅថ្ងៃនេះគឺគាត់មកវាស់ចំណាត់ថ្នាក់របស់គាត់នឹងឯងនៅសល់ពេលដែល Lee Min Song កំពុងតែបន្តនិយាយទៅកាន់អ្នកកាសែតស្រាប់តែ Jinwoo បានធ្វើដំណើរមកដល់ហើយគាត់មានគោលបំណងចូលទៅក្នុងសមាគម Hunter តែថាអ្នកយាមនៅនឹងអត់ឲ្យ Jinwoo ចូលនោះទេដោយសារតែនៅពេលនេះ Lee Min Song កំពុងតែធ្វើសន្និសីទកាសែតមួយរំពេចក្រោយមក Go Gan Hee ក៏បានធ្វើដំណើរមកដល់ហើយគាត់ក៏បាននិយាយទៅកាន់អ្នកយាមថាបុរសម្នាក់នេះគឺជាភ្ញៀវរបស់គាត់នៅពេលដែលបានឃើញអញ្ចឹងគឺធ្វើឲ្យ Lee Min Song ជាមួយនឹងអ្នកដទៃទៀតនឹងភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះថាប្រធានសមាគម Hunter ទាំងមូលគឺចេញមកទទួលដោយផ្ទាល់ណាហើយនៅសល់ពេលនឹងផងដែរ Go Gan Hee បាននិយាយទៅកាន់ Lee Min Song ថាគឺគាត់មិនដែលអនុញ្ញាតឲ្យ Lee Min Song ធ្វើសន្និសីទកាសែតនៅម៉ោងនេះនោះទេអាចនិយាយបានថា Lee Min Song ធ្វើសន្និសីទកាសែតហ្នឹងគឺវាខុសម៉ោងណាហើយនៅពេលដែល Go Gan Hee និយាយរួចហើយគាត់ក៏បាននាំ Jinwoo ចូលទៅខាងក្នុងហើយចំណែកឯ Lee Min Song ឯនេះវិញនៅពេលដែលបានលឺអញ្ចឹងគឺធ្វើឲ្យគាត់មិនសូវសប្បាយចិត្តប្រហែលឡើយបន្តមកទៀតនៅពេលដែល Go Gan Hee បាននាំ Jinwoo ចូលទៅខាងក្នុងបន្ទប់ភ្នាក់ងារម្នាក់របស់សមាគម Hunter បានសួរទៅកាន់ Jinwoo ថាតើថាមពលរបស់ Jinwoo គឺជាអ្វីបន្ទាប់ពីបានលឺអញ្ចឹងគឺថាមិនចាំយូរនោះទេ Jinwoo ក៏បានបញ្ចេញជាមួយនឹងកងទ័ពសមោរបស់គាត់ចេញមកហើយ Jinwoo ក៏បានប្រាប់ទៅកាន់ Go Gan Hee ថាគឺគាត់អាចជប់កងទ័ពសមោរបស់គាត់ចេញមកនឹងប្រហែលជា100ជាងឯណោះនៅពេលដែល
ដែលបានលឺអញ្ចឹងគឺធ្វើឲ្យ Gogan He នឹងភ្ញាក់ផ្អើលខ្លាំងមែនទែនសូម្បីតែ Choi Chong In ជាមួយនឹង Baek Jun Ho ដែលស្ថិតនៅខាងក្រៅក៏ទទួលបានជាមួយនឹងចំហាយធម៌ពលរបស់ Jin Woo ផងដែរដែលនៅកំឡុងពេលហ្នឹង Baek Jun Ho បាននិយាយថា Song Jin Woo ប្រហែលជាមានធម៌ពលសាហាវជាងគាត់ទៅទៀតបន្តមកទៀតនៅពេលដែលការវាស់ស្ទង់ធម៌ពលរបស់ Jin Woo ត្រូវបានបញ្ចប់នៅពេលនេះគឺថា Jin Woo ទទួលបាននៅចំណាត់ថ្នាក់ S Rank Hunter ពិតប្រាកដហើយនៅសល់ពេលដែល Jin Woo ទទួលបានកាតជា S Rank Hunter Jin Woo ក៏បានគិតនៅក្នុងចិត្តថានៅពេលនេះគឺគាត់អាចលក់ item ផ្សេងៗឲ្យបានស្រួលជាងមុនពីព្រោះថាកាលពីមុននៅពេលដែលគាត់ចង់លក់ item អីអញ្ចឹងគឺពិបាកខ្លាំងមែនទែនដោយសារតែ ranking របស់គាត់ទាបដូច្នេះហើយធ្វើឲ្យ Hunter ដទៃទៀតនឹងសង្ស័យមកលើគាត់អញ្ចឹងណាដល់ពេលឥឡូវនេះគឺគាត់ខ្លាយទៅជា S Rank Hunter ហើយដូច្នេះហើយ item ផ្សេងៗដូចជា The Orb of Avarice អីហ្នឹងគឺគាត់អាចលក់បានហើយនៅពេលដែលគាត់លក់ទទួលបានលុយជាច្រើននោះគាត់នឹងយកលុយទាំងអស់ហ្នឹងទៅទិញ item ផ្សេងៗក៏ដូចជានៅពេលដែល Jin Woo ទទួលបាន item គ្រប់គ្រាន់នោះគាត់នឹងចូលទៅកាន់ Demon Castle សារជាថ្មីបន្ទាប់ពីគិតរួចហើយ Jin Woo ក៏បានធ្វើដំណើរចាកចេញពីសមាគម Hunter ហើយនៅកំឡុងពេលដែល Jin Woo ធ្វើដំណើរចាកចេញ Baek Jun Ho ជាមួយនឹង Choi Chong In ចង់និយាយគ្នាជាមួយនឹង Jin Woo ក៏ប៉ុន្តែ Jin Woo ក៏បានប្រាប់ទៅវិញថាគឺគាត់មានរឿងផ្សេងដែលត្រូវធ្វើហើយនៅពេលដែល Jin Woo និយាយរួចហើយគាត់ក៏បានធ្វើដំណើរចាកចេញទៅតែថាអ្វីដែលជាបញ្ហាគឺនៅពេលដែល Jin Woo បានបើកទ្វារមកអ្នកកាសែតបានថត Jin Woo ឡើងពេញនឹងហ្មងក៏ដូចជាព័ត៌មានផ្សេងៗបានចុះផ្សាយប្រងព្រាតតែម្ដងដែលនៅពេលនេះប្រជាជននៅក្នុងប្រទេសកូរ៉េបានដឹងថា Jin Woo គឺជា S Rank Hunter ទី10នៅក្នុងប្រទេសកូរ៉េមួយនេះក៏ដូចជារយៈពេល2ឆ្នាំមកហើយដែលប្រទេសកូរ៉េមិនទទួលបាន Hunter S Rank តតែសោះក៏ប៉ុន្តែឥឡូវនេះគឺថា S Rank Hunter ទី10ត្រូវបានលេចមុខមកហើយនោះគឺជា Jin Woo បន្ទាប់ពីនឹងមកយើងក៏លេចមកមើល Jin Ho ជាមួយនឹងឪពុករបស់គាត់ឯនេះវិញដែលនៅសល់ពេលហ្នឹង Jin Ho បានប្រាប់ទៅកាន់ប៉ារបស់គេថាគឺគេមិនអាចបញ្ចុះបញ្ចូល Jin Woo បាននោះទេដែល Jin Ho បានសម័យទៅកាន់អតីតកាលនៅកំឡុងពេលហ្នឹង Jin Woo បានប្រាប់ទៅកាន់ Jin Ho ថាគឺ Jin Woo មានបេសកកម្មដើម្បីធ្វើឲ្យខ្លួនឯងហ្នឹងកាន់តែខ្លាំងទៅដូច្នេះហើយបើសិនជាគាត់ចូលទៅកាន់ Guild ណាមួយនោះគាត់មិនអាចទទួលបានសមត្ថភាពខ្លាំងជាងមុននោះទេអាចនិយាយបានថា Jin Woo ចង់ធ្វើឲ្យខ្លួនឯងហ្នឹងកាន់តែខ្លាំងទៅអញ្ចឹងហើយសូម្បីតែ Guild ប៉ារបស់ Jin Ho ក៏ Jin Woo អត់ចូលរួមដែរបន្ទាប់ពី Jin Ho បាននិយាយរឿងរ៉ាវទាំងអស់នេះទៅប្រាប់ប៉ារបស់គេរួចហើយ Jin Ho ក៏បាននិយាយសុំទោសហើយ Jin Ho ក៏បានបោះបង់ Guild មួយនេះចោលផងដែរដែលនៅសល់ពេលហ្នឹង Jin Ho បាននិយាយថាគឺគាត់នឹងធ្វើដំណើរទៅតាម Jin Woo អាចនិយាយបានថាគាត់នឹងដើរតាម Jin Woo តែម្ដងចាប់តាំងពីថ្ងៃនេះតទៅហើយនៅពេលដែលប៉ា Jin Woo បានឮអញ្ចឹងគឺធ្វើឲ្យគាត់នឹងខឹងខ្លាំងមែនទែនពីព្រោះថា Guild មួយនេះដំបូងឡើយគឺគាត់ត្រូវយកទៅឲ្យបងប្រុសរបស់ Jin Ho តែប៉ុណ្ណោះក៏ប៉ុន្តែដោយសារតែលក្ខខណ្ឌរបស់ Jin Ho នឹងគួរឲ្យចាប់អារម្មណ៍ដូច្នេះហើយបានជាប៉ារបស់ Jin Ho ផ្ដល់ឱកាសឲ្យគាត់ក៏ប៉ុន្តែចុងក្រោយបែរជា Jin Ho បោះបង់ទៅវិញបន្ទាប់ពីបានឮប៉ារបស់ខ្លួនឯងនិយាយអញ្ចឹង Jin Ho ក៏មិនដឹងនិយាយមិននោះដែរគឺគាត់មានតែពាក្យសុំទោសទៅកាន់ប៉ារបស់គាត់តែប៉ុណ្ណោះបន្តមកទៀតយើងក៏លេចមកមើល Jin Woo ឯនេះវិញដែលនៅកំឡុងពេលនេះគឺយើងបានឃើញថាអ្នកកាសែតនឹងបានថត Jin Woo ឡើងពេញណាពេញណីហ្មងហើយនៅកំឡុងពេលហ្នឹង Baek Jun Ho ជាមួយនឹង Choi Chong In ចង់នាំ Jin Woo នឹងត្រឡប់ទៅផ្ទះវិញអញ្ចឹងណាក៏ប៉ុន្តែនៅភ្លាមហ្នឹង Jin Woo ក៏បានប្រើប្រាស់ជាមួយនឹងល្បឿនដ៏លឿនរបស់គាត់ធ្វើដំណើរចាកចេញពីទីនេះបន្ទាប់ពី Baek Jun Ho ជាមួយនឹង Choi Chong In បានឃើញអញ្ចឹងគឺធ្វើឲ្យពួកគេទាំងពីរអ្នកនឹងភ្ញាក់ផ្អើលខ្លាំងមែនទែនមូលហេតុគឺដោយសារតែ Jin Woo គឺជា S Rank Hunter ដែលជាដៃមេឃតែប៉ុណ្ណោះក៏ប៉ុន្តែបែរជាល្បឿនរបស់គាត់នឹងលឿនដូចជា Assassin អញ្ចឹងហើយ Baek Jun Ho ក៏បាននិយាយជាមួយនឹងខ្លួនឯងផងដែរថា Jin Woo មានធម៌ពលសាហាវជាងលើកមុនទៅទៀតអាចនិយាយបានថានៅពេលដែលជួបគ្នាលើកមុនគឺ Jin Woo មានធម៌ពលតែបន្តិចនោះទេតែថានៅលើកនេះ Jin Woo មានធម៌ពលសាហាវជាងមុនឆ្ងាយណាស់បន្ទាប់ពីនឹងមក Jin Woo ក៏បានធ្វើដំណើរទៅកាន់កន្លែងមួយដែលមានលក់ជាមួយនឹង item ផ្សេងហើយ Jin Woo ក៏បានសួរទៅកាន់អ្នកលក់នៅហ្នឹងថាតើគាត់មាន artifact ណាដែលអាចទប់ទល់ជាមួយនឹងកម្ដៅបានដែរឬទេពីព្រោះថាគាត់ត្រូវចូលទៅក្នុង dungeon ដែលមានកម្ដៅខ្លាំងអញ្ចឹងណានៅពេលដែលអ្នកលក់បានលឺអញ្ចឹងគាត់ក៏បានណែនាំកៅអៅមួយសម្រាប់ទៅកាន់ Jin Woo ដែលវាមានសមត្ថភាពទប់ទល់ជាមួយនឹងកម្ដៅបានល្អខ្លាំងមែនទែនក៏ប៉ុន្តែសម្រាប់តម្លៃរបស់វាហ្នឹងគឺថាថ្លៃដល់ហើយនៅពេលដែល Jin Woo ទទួលបានកៅអៅមួយសម្រាប់រួចហើយ Jin Woo ក៏បានរកជាមួយនឹងកាបិតមួយដែលគាត់មានគោលបំណងទិញជាមួយនឹងកាបិតមួយទៀតអញ្ចឹងណាក៏ប៉ុន្តែដោយសារតែអត់លុយដូច្នេះហើយ Jin Woo ក៏បានយកកាបិតមួយទៀតរបស់គាត់ដើម្បីលក់ហើយ Jin Woo ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលកាបិតរបស់គាត់យកមកលក់ហ្នឹងគឺមានតម្លៃយ៉ាងហោចណាស់100លានវ៉ុនឯណោះអាចនិយាយបានថាកាបិតមួយហ្នឹងនៅពេលដែល Jin Woo ទិញនៅក្នុង system គឺគាត់ចំណាយត្រឹមតែ 2.8 លានខॉइនតែប៉ុណ្ណោះតែថានៅពេលដែលយកលក់នៅខាងក្រៅហ្នឹងគឺតម្លៃរបស់វាបានខ្ពស់កប់ពពួកតែម្ដងបន្ទាប់ពីហ្នឹងមកយើងកាត់មកមើលនៅ White Tiger Guild បន្តិចដែលនៅសល់ពេលនេះគឺយើងបានឃើញថា Baek Jun Ho បានអង្គុយគិតម្នាក់ឯងតែម្ដងពីព្រោះថាគាត់ឆ្ងល់ជាមួយនឹងធម៌ពលរបស់ Jin Woo ខ្លាំង
មែនតែនដែលជីនវូគឺជាដៃមេឃនោះទេក៏ប៉ុន្តែបែរជាលបឿនជាមួយនឹងធម៌ពលរាងកាយរបស់គាត់នឹងគឺសាហាវខ្លាំងណាស់ហើយបៃជុនហូក៏បានសន្មតថាជីនវូគឺជា Hunter ម្នាក់ដែលអាចបង្កើនជាមួយនឹងធម៌ពលរបស់ខ្លួនឯងនិយាយសួរស្ដាប់ទៅ Hunter ម្នាក់គឺមានធម៌ពលថេរណាគឺពួកគេមិនអាចបង្កើនធម៌ពលរបស់ខ្លួនឯងបាននោះទេក៏ប៉ុន្តែជីនវូនេះគឺជា Hunter ម្នាក់ដែលអាចបង្កើនជាមួយនឹងធម៌ពលរបស់ខ្លួនឯងបានហើយធ្វើឲ្យខ្លួនឯងកាន់តែសាហាវទៅបន្តមកទៀតស្អែកឡើងក៏បានចូលមកដល់គឺយើងបានឃើញថាជីនអានឹងអត់ទាន់បានទៅរៀននោះទេដោយសារតែអ្នកកសែតទៅតែទៅវិញហើយនាងក៏បានស្ដីបន្ទោសទៅកាន់ជីនវូផងដែរនៅកំឡុងពេលនឹងផងដែរជីនវូក៏បានប្រាប់ទៅកាន់ជីនអាថាគឺគាត់ត្រូវចេញទៅក្រៅរយៈពេល1អាទិត្យហើយដោយអ្នកគ្នាដឹងចឹងគឺគាត់ធ្វើដំណើរទៅកាន់ Demon Castle នឹងឯងក៏ដូចជានៅសល់ពេលហ្នឹងជីនហូក៏បានធ្វើដំណើរមកជួបគ្នាជាមួយនឹងជីនវូហើយយើងក៏បានឲ្យដឹងដែរថាជីនហូបានរត់គេចចាកចេញពីផ្ទះបាត់ទៅហើយនៅពេលដែលជីនវូបានឃើញជីនហូអញ្ចឹងជីនវូក៏មានលេសតែម្ដងដែលជីនវូបានប្រាប់ទៅកាន់ជីនអាថាគឺគាត់នឹងធ្វើការជាមួយនឹងជីនហូអស់រយៈពេល1អាទិត្យដូច្នេះហើយរយៈពេល1អាទិត្យហ្នឹងគឺជីនអានៅម្នាក់ឯងសិនទៅបន្ទាប់ពីហ្នឹងមកជប់ឡើងក៏បានចូលមកដល់នៅពេលដែលជីនហូជាមួយនឹងជីនអាបានគេងលក់ជីនវូបានបញ្ជូនជាមួយនឹងពពួក High Op មួយចំនួនដើម្បីទៅការពារប្អូនស្រីរបស់គាត់ហើយជីនវូក៏បានចេញទៅខាងក្រៅផ្ទះដើម្បីបញ្ចេញជាមួយនឹងកងទ័ពសមោរបស់គាត់នៅក្នុងការការពារបរិវេណជុំវិញផ្ទះមួយនេះពីព្រោះថារយៈពេល1អាទិត្យគឺគាត់អត់បាននៅផ្ទះនោះទេដូច្នេះហើយជីនវូបានពង្រាយជាមួយនឹងកងទ័ពសមោរបស់គាត់ដើម្បីការពារជីនអាបន្តមកទៀតស្អែកឡើងក៏បានចូលមកដល់គឺយើងបានឲ្យឃើញថាជីនហូបានដឹកជីនវូទៅកាន់ Daesung Tower ដែលទីនោះគឺជាកន្លែងដែលជីនវូចូលទៅកាន់ Demon Castle នឹងឯងនៅពេលដែលជីនវូបានទៅដល់គាត់ក៏បានធ្វើដំណើរចូលទៅក្នុង Demon Castle ហើយយើងក៏បានឃើញជាមួយនឹងសម្លៀកបំពាក់ដែលគាត់ទើបតែទិញផងដែរអាចនិយាយបានថាមើលទៅគឺពិតជាសង្ហាហើយលយខ្លាំងមែនតើក៏ដូចជានៅសល់ពេលហ្នឹងជីនវូទទួលបាន quest មួយដែល quest មួយហ្នឹង The System បានឲ្យជីនវូទៅសម្លាប់ជាមួយនឹង Demon King ដែលមានឈ្មោះថាបារ៉ានហើយបើសិនជាជីនវូអាចសម្លាប់បារ៉ានបាននោះគាត់នឹងទទួលរង្វាន់ចំនួន3ដែលរង្វាន់ទី1គឺជីនវូនឹងទទួលបានជាមួយនឹង Rune Stone មួយដែលផ្ទុកជាមួយនឹង skill មួយដែលមានឈ្មោះថា Shadow Exchange ហើយសម្រាប់រង្វាន់ទី2គឺគាត់នឹងទទួលបានបន្ទុកចំនួន30ដើម្បីបូកទៅកាន់រាងកាយរបស់គាត់ហើយចំណែកឯរង្វាន់ទី3គឺ The System មិនបានប្រាប់ទៅកាន់ជីនវូនោះទេបន្ទាប់ពីនឹងមកយើងក៏លេចមកមើលប៉ារបស់ជីនហូបន្តិចតែនៅកំឡុងពេលនេះគាត់កំពុងតែពិភាក្សារឿងមួយចំនួនតាក់ទងជាមួយនឹងជីនហូហើយនៅកំឡុងពេលដែលគាត់និយាយហ្នឹងស្រាប់តែគាត់វិលមកហើយសន្លប់តែម្ដងបន្ទាប់ពីប៉ារបស់ជីនហូបានភ្ញាក់ឡើងមកវិញនៅក្នុងមន្ទីរពេទ្យគឺយើងបានឲ្យដឹងថាប៉ារបស់ជីនហូមានជំងឺមួយដែលមានឈ្មោះថា Eternal Slumber និយាយរួមទៅជំងឺមួយហ្នឹងគឺដូចម៉ាក់របស់ជីនវូណាអាចនិយាយបានថាបើសិនជានរណាគេកើតជំងឺមួយហ្នឹងគឺថាម្នាក់ហ្នឹងដេករហូតហ្មងអត់ភ្ញាក់នោះទេហើយនៅពេលដែលប៉ាជីនហូបានដឹងរឿងនេះភ្លាមគឺធ្វើឲ្យគាត់ហ្នឹងមិនសប្បាយចិត្តឡើយពីព្រោះថានៅបន្តិចទៀតគឺគាត់នឹងត្រូវចាកចេញពីពិភពលោកមួយនេះបន្តមកទៀតយើងក៏លេចមកមើលជីនវូឯណេះវិញដែលនៅសល់ពេលនេះជីនវូបានឡើងទៅដល់ជាន់ទី76ហើយនៅកំឡុងពេលហ្នឹងផងដែរជីនវូបានយក item មួយដែលមានឈ្មោះថា The Orb of Avarice ទៅឲ្យ Thurs និយាយរួមទៅគេហៅថា Kiba តែខ្ញុំហៅថា Thurs ណាអ្នកនរគ្នាហើយឈ្មោះ Thurs ហ្នឹងគឺខ្ញុំហៅតាមអង់គ្លេសនោះទេនិយាយរួមទៅខ្ញុំហៅឈ្មោះ Thurs អញ្ចឹងគ្នាយើងស្រួលទៅ search នៅក្នុង Google អញ្ចឹងណាក៏ដូចជាមូលហេតុដែលជីនវូបកគល item មួយហ្នឹងទៅកាន់ Thurs គឺដោយសារតែ item The Orb of Avarice ហ្នឹងគឺធ្វើឲ្យពពួកមេឃកើន damage គុណនឹង2ឯណោះអញ្ចឹងហើយបើសិនជា Thurs ប្រើប្រាស់ជាមួយនឹង item មួយហ្នឹងនោះគាត់នឹងទទួលបានថាមពលទ្វេដងហើយមិនចាំយូរនោះទេជីនវូបានឲ្យ Thurs ចូលទៅប្រយុទ្ធគ្នាជាមួយនឹងបិសាចតែម្ដងបន្តមកទៀតគឺយើងបានឃើញថាជីនវូនឹងគ្រាន់តែអង្គុយលេងក៏ទទួលបាន level ផងដែរពីព្រោះថាជីនវូបានបែងចែកកងទ័ពសមោរបស់គាត់ជា6ក្រុមធំហើយសម្រាប់ក្រុមទាំង3ដំបូងគេគឺមានដូចជា Thurs, Igris ជាមួយនឹង Iron គឺជាក្រុមដែលសម្លាប់ពពួកសត្រូវចោលទាំងអស់តែម្ដងហើយចំណែកឯ3ក្រុមដែលជាផ្នែកទី2គឺពួកគេមានតួនាទីនៅក្នុងការផ្ដល់ដំណឹងទៅកាន់ជីនវូនៅពេលដែលពួកគេរកឃើញជាមួយនឹងលិខិតចូលទៅកាន់ជាន់បន្តទៀតនិយាយរួមទៅជីនវូបែងចែកការងារឲ្យពួកគេនឹងគឺល្អ
អត់ខ្ចោះខ្លាំងមែនតើហើយយើងក៏បានឲ្យដឹងដែរថាជីនវូបានជាប់គាំងនៅលើជាន់ទី81នេះអស់រយៈពេល2ថ្ងៃទៅហើយអាចនិយាយបានថាជីនវូមិនតាន់រកឃើញលិខិតដើម្បីចូលទៅកាន់ជាន់ទី81នោះទេក៏ដូចជានៅភ្លាមហ្នឹងម៉ាណារបស់ជីនវូសកលឿនខ្លាំងមែនតើពីព្រោះថាធីម A របស់គាត់នឹងត្រូវមានអ្វីម្យ៉ាងបានវាយប្រហារហើយមួយសបកក្រោយមកស្រាប់តែធីម B របស់គាត់ត្រូវមានអ្វីវាយប្រហារដូចគ្នានៅពេលដែលបានឃើញអញ្ចឹងគឺធ្វើឲ្យជីនវូនោះឆ្ងល់ខ្លាំងមែនតើពីព្រោះថាចម្ងាយពីធីម A ទៅធីម B ហ្នឹងគឺវាឆ្ងាយខ្លាំងណាស់ចុះហេតុអីបានជាបិសាចហ្នឹងមិនវាយប្រហារធីមរបស់ Thus ហ្មងទៅពីព្រោះថាធីមរបស់ Thus គឺស្ថិតនៅជិតធីម A ក៏ប៉ុន្តែបែរជាបិសាចទាំងអស់ហ្នឹងទៅសម្លាប់ធីម B វិញបន្ទាប់ពីបានឃើញបែបនេះជីនវូក៏បានសន្មតថាពពួកបិសាចទាំងអស់ហ្នឹងគឺវាវាយប្រហារតែធីមណាដែលអន់នោះទេចំណែកឯធីមណាដែលមានកងទ័ពសម្ោលរបស់គាត់ខ្លាំងហ្នឹងគឺពួកវាអត់វាយប្រហារឡើយហើយមិនចាំយូរនោះទេជីនវូក៏បានឃើញថាធីមរបស់ Tank គឺត្រូវបានវាយប្រហារដូចគ្នាដូច្នេះហើយជីនវូក៏បានធ្វើដំណើរទៅជួយតែម្ដងなるほどやっとហើយមកដល់ចំណុចនេះហើយអេពីសូតទី7នៃសាច់រឿង Solo Leveling នៅក្នុង Season 2 ត្រូវបានបញ្ចប់អញ្ចឹងយើងចាំមើលថាតើនៅក្នុងអេពីសូតទី8នឹងមានការប្រយុទ្ធអីកើតឡើងពីព្រោះថានៅពេលនេះជីនវូកំពុងតែតទល់គ្នាជាមួយនឹងពពួកបិសាចនៅក្នុង Demon Castle អូខេអ្នកនរដូចជាមានតែប៉ុណ្្នឹងនោះទេខណៈពេលនេះខ្ញុំបាទ Vietnamese សូមអរគុណនិងសូមជម្រាបលាអ្នកនរជួបគ្នាជាមួយនឹងវីដេអូក្រោយ